ជំរាបសួរក៏ដូចជាសួស្តីដល់ពុកម៉ែបងប្អូនតាគ្នាសូមស្វាគមន៍មកកាន់ Channel EB សោកស្រាយក្នុងការសម័យរឿងមួយរឿងចាប់ដែលមានចំណងជើងថាកូនមួយត្រួយស្នេហ៍អញ្ចឹងចង់ដល់សាច់រឿងពេញបែបណាយើងមកចូលទស្សនាទាំងអស់គ្នាប៉ុន្តែទស្សនាសូមបងប្អូនជួយចុច Like និង Subscribe ដល់ Channel របស់ Admin ម្នាក់មួយផងណាក្នុងរឿងរបស់យើងនេះទួលស្រីរបស់យើងគាត់ចិញ្ចឹមកូនតែម្នាក់ឯងណារហូតដល់កូនមានអាយុដល់6ឆ្នាំហើយពេលនោះក៏មិនភ្លៀងខ្លាំងមែនតើទួលស្រីនេះរៀបយកកូនរបស់គាត់ទៅរៀនតែម្ដងប៉ុន្តែនៅពេលនោះចាំតាក់ស៊ីយូរហូតដល់ថាក្មេងតូចឃើញឡាននោះទួលស្រីក៏មិនបានប្រយ័ត្នមើលឡាននោះគាត់ថាក្មេងតូចរត់ចូលឡានគេតែម្ដងដែលឡាននោះគឺថា9 ដងតែម្ដងដែលជាឡានជាអ្នកមាន CEO ធំលំដាប់នឹងតែម្ដងណាពេលទៅដើរចូលទៅនេះទួលស្រីរបស់យើងនេះក៏ខុនរត់ទៅតាមកូនរបស់ខ្លួនឯងរហូតដល់ពេលនេះទួលប្រុសក៏ចង់មកសួរតែម្ដងថាក្មេងតូចតែមានអីកាត់ឡើងដែរអត់ឯគាត់យកទៅទីពេទ្យបានដែរអត់ណាប៉ុន្តែពេលនេះទួលស្រីឃើញមុខប្រុសស្អាតបែបនេះគេគាត់ក្នុងចិត្តថាបើសិនជាគាត់ជាប្តីនឹងល្អប៉ុណ្ណាណាប៉ុន្តែលឺទួលប្រុសមានប្រពន្ធមានកូនចឹងទៅក៏ដកចិត្តក៏បាននាំកូនរបស់គាត់នេះទៅធ្វើដំណើរទៅបន្តទៀតទៅនៅពេលដែលទួលស្រីនេះទៅដល់កន្លែងក្រាស់ឡានក៏បានឃើញជាមួយលោកយាយម្នាក់គាត់ល្អូរទាំរហូតដល់ថាឥឡូវគាត់ឈឺក្បាលវិលមុខខ្លាំងណាក៏ដើរទៅសួរទៅក៏មានស្ករគ្រាប់នេះហុចទៅឲ្យមួយផ្លែតហើយក៏ឲ្យលោកយាយនេះទៅកាន់មន្ទីរពេទ្យប៉ុន្តែលោកយាយនេះគាត់មើលឃើញថាម៉ែកូនគេទាំងពីរនាក់នេះមើលទៅចរិតល្អខ្លាំងមែនទែនមើលទៅគាត់ចាប់ចិត្តចាប់អារម្មណ៍ណាហើយមុខស្តៀងជាមួយនឹងកូនប្រុសរបស់គាត់ទៀតក៏ពេលនោះគាត់បានថាបញ្ញាអីដល់ថ្នាក់ថាអាចយកក្មេងៗទាំងពីរនាក់នេះទៅនិយាយជាមួយគ្នាបាននោះទេក៏ទៅប្រួយតែម្ដងហើយក៏ថាពេលនេះឃើញជាមួយនឹងកញ្ញាសិនយីវ័យនេះក៏គាត់មានតំណែងជាមួយទួប្រុសគាត់មកបញ្ជាក់ថាគាត់សង្សារកម្មាភិបមួយទួប្រុសមកបញ្ជាក់ជាមួយទួស្រីយកច្រឡំថាទួស្រីនេះក៏គាត់គឺជាអ្នកស្រីនៅក្នុងគ្រួសារលូនឹងដែរទាំងនៅពេលនេះគាត់ថាទួប្រុសគាត់ក៏បានដាំបាយជាមួយនារីម្នាក់ណាមានកូនជាមួយគ្នាអញ្ចឹងទៅគេកំពុងតាមរកអ្នកស្រីហើយប៉ុន្តែអ្នកស្រីនេះអត់ដឹងខ្លួនទេណាគាត់ក៏បានមកធ្វើការងារតស៊ូខ្លាំងមែនតើដើម្បីចិញ្ចឹមជីវិតកូនស្រីរបស់គាត់នឹងឲ្យទួប្រុសនេះក៏មកអង្គុយផឹកកាហ្វេមួយនៅក្នុងហាងកាហ្វេនោះឃើញថាគឺជាកន្លែងដែលមានស្រីស្អាតម្នាក់កំពុងតែឆុងកាហ្វេតែម្ដងណាដើរបដើនេះគឺថាក៏បានជួបជាមួយនឹងសិនជីវ័យនេះមកភ្លាមតែម្ដងនេះគេមកបំរុងទៅរកទួប្រុសដែលជាបងប្រុសរបស់គេបែកយូរឆ្នាំហើយតែដល់ពេលដើរចំពឹបជើងដួលជាមួយទួស្រីនេះស្ដីទួស្រីហ្មងណាគាត់ឃើញទួស្រីរបស់យើងនេះគ្មានសមត្ថភាពសងគាត់បែកជាដាក់លុយម្ដងគឺ10លានឲ្យទួស្រីសងទួស្រីនេះគាត់ថាកពប់ទឹកប៉ុណ្ណឹងគាត់អាចយកទៅបោកបានថ្មីបានណាប៉ុន្តែគេទៀមទាតែម្ដងត្រូវតែសងសំណងភ្លាមបើមិនចឹងទេទួស្រីគឺបដិចេញពីការងារតែម្ដងណាតែនេះទួប្រុសរបស់យើងក៏ឃើញភ្លាមទៅខូចកាតឲ្យភ្លាមហ្មងក៏នាងនោះក៏គាត់ថាអាយ៉ានេះបងប្រុសរបស់គាត់ក៏តាមរកតាណាក៏ខៅបងប្រុសស៊ីឈីថាទួប្រុសក៏អត់ស្គាល់ទេគាត់ថាមកពីណាពីណីមកហៅគាត់បងប្រុសចឹងណាពួកគេក៏និយាយទៅនិយាយចង់និយាយឡើងនេះក៏លឺសំឡេងខាងក្រៅស្រែកលឺថាសំឡេងក្មេងតូចយើងនឹងឯងខាងប៉ាងនេះក៏ថាកំពុងតែត្រូវបាននេះបរោះម្នាក់នេះដែលជាអ្នកបើកបរជំនួយការរបស់ខាងនេះសិនជីវ័យនេះគឺមកធ្វើបាបតែម្ដងដោយសារឡានគេកូននេះគេចោទប្រកាន់ថាក្មេងតូចនេះគឺជាអ្នកធ្វើណានាងនោះក៏ចេញមកភ្លាមទាំងកំរោលហ្មងណាមកថាឲ្យទូស្រីបើយើងភ្លាមឲ្យទូស្រីសងសំណងទៀតចេះពីថាវ៉ាជាមួយគ្នាតែម្ដងហើយពេលនោះក៏ច្អូនមុខក្មេងតូចនោះដៀលតែម្ដងថាគឺក្មេងតូចចរិតបែបនេះណាបានជាគ្មានឪពុកក៏វាសើរឿងថាទូស្រីនេះចង់ដឹងមើលថាមានប្តីដែរអត់តែប្តីនេះទៅឆ្ងាយហើយអញ្ចឹងដៀលគេមកឆ្ងាញ់មាត់នឹងឯងពេលនោះទូស្រីខឹងខ្លាំងមែនទែនពេលដៀលចំចំណុចបែបហ្នឹងណាជាចំណុចមួយដែលក្មេងតូចគឺអាចធ្វើឲ្យគាត់នេះខូចផ្លូវចិត្តរបស់គាត់បានទូស្រីក៏ទាំងកំភ្លៀងទៅនាងនោះក៏រតដៃទៀតណាតែនេះទូប្រុសដើរចូលមកដល់ភ្លាមគាត់ថាអ្នកណាហេរ៉ូរឿងកូនចៅរបស់គាត់ដែលជាអ្នកនៅចិត្តស្និទ្ធរបស់គាត់ណាដល់ពេលនាងនោះក៏ថាគេក៏ចិត្តស្និទ្ធដែរគេស្គាល់ទូប្រុសតាពីក្មេងហើយជាសង្សារជាមួយគ្នាទូប្រុសថានេះបុគ្គលិករបស់គេបានសិតស្នាជាមួយគ្នាជាងហើយនាងនេះគឺគ្មានសិតអីមកប៉ះទូស្រីណាហើយមានផតតាំងអីខ្លះនេះមកប្តឹងក្មេងតូចនេះក៏ថាជាអ្នកធ្វើបាបណាទូប្រុសនេះក៏លើកកាមេរ៉ាផ្លឹបតែម្ដងដែលជាកាមេរ៉ាសុវត្ថិភាពហ្នឹងណាគឺបកស្រាយមកប្រាប់ហើយថាក្មេងតូចគ្មានកំហុសអីនោះទេនេះក៏មកអត់ចិត្តទៀតវាខ្មាស់គេហ្មងចឹងក៏តាមរករឿងទូស្រីរបស់យើងបន្តទៀតចាប់យកចំណុចខ្សោយទូស្រីទៀតទាំងជួស្រីឥឡូវនេះគឺទូប្រុសរបស់យើងក៏គាត់នាំទៅផ្សារទៅអីហើយទូប្រុសរបស់យើងពេលទៅហាងកាហ្វេណាក៏គាត់បានឲ្យទូស្រីធ្វើការបានពេញលេញតែម្ដងបើឲ្យទូស្រីនេះប្រវត្តិការងាររបស់គាត់ណាគឺគាត់មានកូនចឹងទៅគេចង់ឲ្យធ្វើតែទូប្រុសរបស់យើងនេះគាត់ថានាំទូស្រីទៅណាទិញកន្លែងហ្នឹងទិញសារទៅលើនេះឲ្យទៀតក្មេងតូចនេះវិញរត់តែគួរឲ្យស្រឡាញ់ទៀតនិយាយពីថាចង់ឲ្យម្ដាយនេះមានជាមួយនឹងបរិសង្ហានេះការរៀបការជាមួយគ្នាណាក៏ថាគេចាប់ផ្ដើមនិយាយញ៉ៃញងឲ្យម្ដាយជាមួយនឹងទូប្រុសរបស់យើងនេះគឺចាប់ផ្ដើមមានកលៈទេសៈអាចនិយាយរកគ្នាបានហើយពេលនោះក៏ថាមានពូម្នាក់នោះឯងដែលជាមិត្តភក្តិសិទ្ធិស្និទ្ធរបស់ទូប្រុសគាត់ជាគ្រូពេទ្យចឹងគ្រូពេទ្យនោះក៏គាត់ខមករកទូប្រុសរបស់យើងទៅដល់ណាហើយទូប្រុសនេះវិញគាត់មាត់អត់កច្រើនទេគឺថាទេទូរស័ព្ទមួយទៀតនេះគឺថាម៉ៅដាច់ជាមួយផ្សារទំនើបហ្នឹងគឺថាឲ្យទូស្រីដើរផ្សារដើរអីងាយពេញចិត្តគឺទិញតំណែងឥតគិតថ្លៃតែម្ដងណាគឺល្អខ្លាំងមែនតើលឹងថាប៉ៅនេះគឺបានថាឲ្យតើទូប្រុសទៀតគឺស្រឡាញ់ទូស្រីគាត់ទាំងបានគ្រប់ចាងអីពួកអីកូនតូចនេះក៏គ
គាត់មិនដែលបានអីណាដល់ពេលលើកនេះឃើញថាទូប្រុសរបស់យើងចិត្តល្អបែបហ្នឹងហើយណាគឺចង់បានមែនតែនគឺប្រាថ្នាខ្លាំងមែនតែនបើបុកតែល្អបែបនេះហើយទូប្រុសរបស់យើងនេះគឺថាជាប់ចិត្តជាមួយនឹងក្មេងតូចហ្នឹងហើយជាមួយម្ដាយហ្នឹងទៀតគាត់ឃើញម្ដាយនេះស្នាមញញឹមជាប់ពេញខួរក្បាលនឹងឯងទៅធ្វើការផ្លឹកតែម្ដងណាហើយលើសើបកន្លែងការងារទូស្រីក៏នឹកឃើញថាឡើងប្រាក់ខែគ្រប់គ្នាតែម្ដងទៅប៉ុន្តែទូស្រីនៅតែអត់ចាស់ចង់តែម្ដងគឺគាត់នេះមានការងារក្រៅមកបន្ថែមទៀតគាត់ថាគាត់ចង់បានចំណូលគប់កូនគាត់ឲ្យបានល្អគាត់ថាគាត់នេះគាត់ទៅលក់ផ្កាលក់អីតែម្ដងណាតែលក់ផ្កានេះក៏ពាក់ជាមួយតុក្កតាក៏មិនបានមើលមុខទូប្រុសចំទូប្រុសនេះស្មានតែអ្នកណាណាមកគាត់នោះក៏ថាបុកគ្នាតិចទៅក៏ជ្រុះជាមួយក្បាលតុក្កតាទូប្រុសដឹងទៅក៏ថាហុចលុយឲ្យទូស្រីពេញដៃតែម្ដងណាឲ្យទូស្រីយកលុយទៅដើម្បីចិញ្ចឹមជីវិតកូនមកគាត់ជួយសម្រួលដែរបានកន្លះខែដែរតែនាងនោះគឺថាដូចឆ្លើងអញ្ចឹងវាឃើញទៀតឃើញហើយវាថាហេតុអីអត្តពលនេះមនុស្សស្រីមួយម៉ាយបែបនេះមានកូនមួយទូប្រុសរបស់យើងហេតុឃ្លានសម្បើមែនណាសើប្រវត្តិទូស្រីគឺរកជាមួយតាមរកឪពុកនេះឲ្យគាត់តែឃើញដើម្បីបំបែកបាក់ស្នេហាពួកគេទាំងពីរនេះកុំឲ្យនៅចិត្តគ្នាខ្លាំងពេកណាតែទូប្រុសនេះវិញគឺថាគាត់នេះគឺនៅចិត្តរហូតថាដល់ម៉ោងយប់ហើយនេះជូនទូស្រីមកដល់ផ្ទះទៀតទូស្រីពេលនោះគាត់ថាយើងគួរតែរក្សាចម្ងាយជាមួយគ្នាទូប្រុសក៏មានជាមួយនឹងកូនប្រពន្ធដែរទូប្រុសក៏លើពាក្យបែបហ្នឹងហើយណាគាត់ថាហេតុអីនិយាយអញ្ចឹងគាត់អត់មានទេគឺជាកូនបងស្រីរបស់គាត់ទេហើយកូនរបស់គាត់នោះក៏មានដែរប៉ុន្តែគាត់នោះក៏អត់បានទទួលស្គាល់ម្ដាយនឹងដែរណាម្ដាយរបស់គាត់ហ្នឹងគឺបានដាប់បាយជាមួយគ្នានៅក្នុង KTV មួយកន្លែងដែលទួស្រីខំសួរទួប្រុសដែរតែទួប្រុសនេះក៏កាត់ជាមួយមិត្តភ័ក្តិគ្រូពេទ្យនេះក៏គេអត់បាននិយាយអីជាមួយគ្នាបានក្បោះក្បាយនោះទេគាត់ថាទួស្រីបានត្រឹមតែដឹងតែម្ដងថាទួប្រុសគឺធ្លាប់ដាំបាយជាមួយនារីម្នាក់នេះគឺនៅ KTV ដូចគ្នាទៅបានគេដាក់ថ្នាំអីចឹងណាពេលនោះក៏ឡើងឡានផុតទៅនេះក៏គ្រូពេទ្យក៏មកសួរហេតុអីបានជាទួប្រុសពេលនេះចាប់ផ្ដើមបើកចិត្តទៅទទួលយកជាមួយស្រីមេម៉ាយបែបនេះគាត់ឆ្ងល់ខ្លាំងណាពួកឯងក៏ដឹងថាបើសិនជាឪពុកម្ដាយទួប្រុសដឹងប្រកាសជាបន្ទោខ្លាំងហើយតែឥឡូវមកដល់ផ្ទះបន្ទោមែនគឺគាត់អត់ពេញចិត្តជាមួយនឹងការតាក់ទងរបស់ទួប្រុសទេតែទួប្រុសប្រាប់ថាការសម្រេចចិត្តរបស់គាត់នេះគឺត្រឹមត្រូវហើយគឺគាត់បានតាមរងមនុស្សស្រីម្នាក់ដែលគាត់ពេញចិត្តហើយម្ដាយបកើតរបស់ក្មេងតូចដែលគាត់នេះគឺថាបានតាមរងក្មេងតូចនឹងឃើញម្ដាយបកើតគឺគាត់អត់ចង់បាននោះទេព្រោះស្នេហានេះគឺគាត់អត់បានបកើតឡើងជាមួយគ្នាអញ្ចឹងទួប្រុសនេះសោកចិត្តគឺថាប្រកែកជាមួយម្ដាយឲ្យពេញទីតែម្ដងហើយនាងនេះវិញក៏សើភ័ស្តុតាងទាំងអស់ណាដើម្បីមកបញ្ជាក់ប្រាប់ទួស្រីថាឲ្យទួស្រីរក្សាកម្រិតជាមួយទួប្រុសហើយទួស្រីរបស់យើងនេះក៏នៅធ្វើការក៏នាងនេះសុំណាត់ជួបភ្លាមណាណាត់ជួបបែបថាកំហឹងកំរើកកំរោតែម្ដងបង្ហាញឯកសារថាគាត់បានដឹងហើយទួស្រីនេះគឺមនុស្សស្រីដែលគាត់លក់ខ្លួនឯងនៅក្នុង KTV មួយយប់នេះទៅឲ្យប្តីណាដែលគាត់មានកូនហើយក៏ប្តីរត់ចោលទៅបាត់នេះទួស្រីឮបែបនេះហើយក៏គាត់ដាក់ទៅវិញតែម្ដងនេះនោះក៏គេបានមកយកទឹកជះខ្លួនឯងទៀតពេលនោះក៏ចាប់ផ្ដើមហៅជាមួយមេការមកដល់ភ្លាមនេះក៏គេនិយាយថាទួស្រីគឺជាអ្នកធ្វើតែម្ដងណាទាំងតែពិតទៅទួស្រីគ្មានបានដឹងនោះទេតែនេះគឺថាភ្ញៀវយធំណាក៏ត្រូវបានជាមួយមេការនេះថាឲ្យទួស្រីចង់បដិញទួស្រីចេញទៀតតែនេះទួប្រុសមកផ្ទះមេការយកហ្មងគាត់ថាបដិញចេញអ្នកដែលបដិញចេញគឺមេការនឹងឯងគឺអត់មានដឹងថាគួរធ្វើបែបណាទៅលើភ្ញៀវអ្នកអាក្រក់ក្រីបែបហ្នឹងណាដល់ពេលអញ្ចឹងទៅឥឡូវនេះនាងនេះគេបានដៃឃើញទួប្រុសនៅនេះដែរណាក៏ហុចឯកសារមួយតែទួប្រុសមិនបានបើកមើលទេថាឯកសារនោះគឺបញ្ជាក់ថាប្តីទួស្រីគឺជាអ្នកណាពិតប្រាកដណាពេលដែលហើយនោះទៅក៏ទួស្រីរបស់យើងនេះក៏ត្រូវនាងនោះណាក៏ចាប់កវត្តដៃកវត្តជើងជាមួយមេការហ្នឹងគាត់ថាចូលពេទ្យនេះចាប់ដើមមកមើលតែសៃសសោរបស់គាត់ហើយក៏ខកហៅលោកគ្រូពេទ្យនេះមកមើលទៅដោយសារតែជំនាញរបស់គាត់វាពាក់ព័ន្ធរឿងនឹងខ្លាំងដែរណាដល់ពេលអញ្ចឹងលោកគ្រូពេទ្យនេះញ៉ោះទួប្រុសថាគាត់មិនទៅទេតែឥឡូវដើរជំហានមកដល់ភ្លាមនេះទួប្រុសក៏ខំទៅរកដល់ office របស់លោកគ្រូពេទ្យនេះមិនឃើញណាតែពិតលោកគ្រូពេទ្យនេះមកដល់ភ្លាមក៏ឃើញទួស្រីរបស់យើងតែពិតគាត់ដឹងថាទួស្រីគឺជាអ្នកណាតែម្ដងណាតែពេលនេះទួស្រីរបស់យើងនេះក៏គាត់ឆ្ងល់ហេតុអីមកលោកគ្រូពេទ្យមើលមុខគាត់សម្បើម៉េះលោកគ្រូពេទ្យក៏សួរថាទួស្រីមានប្តីដែរអត់លោកក៏ទួឲ្យទួស្រីនេះក៏ថាគាត់ណាប្តីរបស់គាត់ស្លាប់បាត់ទៅហើយតែគាត់មានសង្សារដែលកំពុងយកគាត់នេះចូលមន្ទីរពេទ្យហើយសួរដេញដោជាច្រើនខ្លាំងមែនតែនឹងទួស្រីរបស់យើងគាត់រលេះហ្មងគាត់ថាខ្លាចណាស់លោកគ្រូពេទ្យនេះសួរចំនួនចលៃមើលទៅដូចចង់ញ៉ាយគាត់ហ្មងណាតែនេះទួប្រុសក៏មកដល់ទៅក៏ទៅយកកូនជាមួយនឹងគ្នាតែម្ដងពេលតែទៅយកហ្នឹងគឺថាចាប់ផ្ដើមក្មេងៗនៅទីនោះណាគេនិយាយហើយនេះគឺជាកូនអត់អពឹកគ្មានខាន់ស្លាងគ្មានអីនោះទេក៏ដៀលគ្នាពេញមាត់ណាតែអត់ឃើញទួប្រុសរបស់យើងនៅជាងងោទួប្រុសនេះក៏ដាក់ទៅគាត់ជាឪពុកនេះពួកឯងទាំងអស់គ្នាក្មេងៗកុំដៀលក្មេងៗគ្នាឯងអញ្ចឹងណាដល់ពេលអញ្ចឹងទៅឥឡូវនេះគឺថាបដៅដូចខ្លួនឯងយាមជាឪពុកបែបហ្នឹងអញ្ចឹងណាដល់ពេលយប់ឡើងនេះក្មេងតូចខាងប៉ៅយើងនេះក៏ថាស៊ីអារម្មណ៍ទៀតចង់ឲ្យជាមួយពូឡើងទៅលើអាគារតែម្ដងឡើងលើផ្ទះខ្លួនឯងតែម្ដងតែពូគេមានស្ដីថ្លៃថ្នូររបស់គេដែរគេក៏មិនឡើងដែរគេប្រាប់ថាវាដូចមិនសមតំណងណាតែព្រឹកនេះក៏ពិភាក្សាជាមួយលោកគ្រូពេទ្យនេះតែម្ដងទៅតែលោកគ្រូពេទ្យមកប្រាប់ឲ្យទួប្រុសរបស់យើងនេះក្រែងចង់មានស្នេហាឲ្យប្រយ័ត្នណាប្រយ័ត្នតែម្ដាយនេះដឹងគឺថាពិបាកបបែកនេះឲ្យទាល់តែបានតែបើសិនជាចង់បានជាមួយនឹងគូស្នេហ៍ថ្មីនេះគឺត្រូវតែធ្វើមិននេះគឺថាមានកូនឲ្យឆាប់នឹងទៅក្នុងរយៈពេល1អា
តែម្ដងណាពេលដែលនិយាយនឹងភ្លាមទៅទូប្រុសមុំម៉ៅខ្លាំងមែនតែនគាត់អត់ចង់ធ្វើនោះទេគាត់ថាមិត្តភក្តិនេះញ៉ោះហើយទៅក៏ដើរចេញភ្លាមឃើញថាឪពុករបស់ទូប្រុសក៏ចាប់មកសួរតែម្ដងគ្រួសារតែលោកគ្រូពេទ្យនេះគឺគាត់និយាយចាប់ដើមហើយនិយាយចង់និយាយឡើងគាត់តាក់កន្លែងគ្នាទៅឡើងណាគឺគាត់ឲ្យមកស៊ើបតែម្ដងថាតើអ្នកណាគឺជាម្ដាយរបស់កូនរបស់ទូប្រុសរបស់យើងនឹងឯងអញ្ចឹងទៅគាត់ឆ្លើយអីមិនចេញគាត់ថាគាត់ចាំតិចសិនទៅគាត់នឹងស៊ើបបន្តទៀតប៉ុន្តែទូប្រុសពេលនេះគាត់មានគូស្នេហ៍ហើយអញ្ចឹងណាប៉ុន្តែឪពុកគាត់មិនខ្វល់នោះទេព្រោះគាត់មានបំណងចង់យកទូស្រីរបស់យើងនេះថាជាកូនប្រសារបស់គាត់ឃើញចរិតកូនក្មេងទូចនោះគាត់ថាល្អជាមួយទូស្រីរបស់យើងល្អខ្លាំងមែនទែនដល់ពេលដែលចេះ take care ទៅកាន់ម្ដាយរបស់ទូប្រុសអញ្ចឹងណាតែទូប្រុសនេះអត់ដឹងខំបកាយខំម្ដាយខំហៅមកនិយាយជាមួយគ្នាថាឥឡូវនេះកូនគាត់ត្រូវតែយកធ្វើការរៀបការជាមួយនឹងមនុស្សស្រីដែលគាត់នេះចង់ឲ្យគាត់គ្នាតែម្ដងតែទូប្រុសគេបកាយគេថាមិនអាចទៅរួចទេព្រោះអីមានតែមនុស្សស្រីម្នាក់កូនដែលគាត់រកនោះគឺជាម្នាក់ស្រីស័ក្តិសមបំផុតណាក្នុងការយកកូនរបស់គាត់មកចិញ្ចឹមជាមួយគ្នាព្រោះអីទូស្រីក៏មានកូនហើយទូប្រុសក៏មានកូនអញ្ចឹងទៅពួកគេនេះណាក៏អាចយកចិត្តគ្នាបានតែគឺថាម្ដាយប្រាប់មិនគឺថាអញ្ចឹងតែម្ដងណាថាឲ្យទូប្រុសស្អែកនេះគឺថាមក7មកជួបគ្នាតែម្ដងទៅជួបជាមួយទូស្រីដែលជាអ្នកមានកូនរបស់គាត់ណាដោយសារទូស្រីនេះគឺសភាពរៀបសារខ្លាំងមែនតើអញ្ចឹងចាស់ទុំគេមើលឃើញហើយគេចង់ញ៉ៃញោឲ្យតែម្ដងនិយាយចំហើយថាឲ្យទូស្រីនេះអាចរៀបការជាមួយនឹងកូនរបស់គាត់បានតែអត់កូនរបស់គាត់បែបនេះបែបនោះអញ្ចឹងទៅតែទូស្រីនេះក៏មិនបាននិយាយអីច្រើននោះដែរគាត់ក៏ប្រកែកអីបន្តិចបន្តួចតែលើកទូរស័ព្ទមួយដែលទូប្រុសនេះគាត់ខលចូលមកតែរៀបលើកហើយទៅបែរជានឹកឃើញថាវាមិនសមទេក៏ផ្ញើសារតែម្ដងថាគាត់កំពុងកេងលក់អីអញ្ចឹងហើយទូប្រុសនេះក៏លេងមានចង្អុលតែម្ដងតែឪពុកខលទៅក៏លឺស្រែងទូស្រីដែរណាទូប្រុសក៏ខលបញ្ជាក់ម្ដងទៀតទៅបែរជាទូស្រីថាដេកលក់មែនតែម្ដងណាតែទូប្រុសក៏គាត់មានអារម្មណ៍ថាមិនអីទេប្រហែលជាទូស្រីនៅផ្ទះរបស់គាត់មែនហើយសម្លេងនោះមិនមែនជាសម្លេងក្មេងៗទូស្រីនោះទេពេលទៅដល់ភោជនីយដ្ឋានគេរៀបចំហើយនោះទៅណាទូប្រុសរៀបបើកទ្វារចូលទៅហើយប៉ុន្តែនេះឈៀសគ្នាមិនតិចដោយសារក្មេងតូចរបស់យើងនេះចាប់ផ្ដើមចុកពោះភ្លាមមិនអាចរងចាំទូប្រុសបានទេកុំអីនេះបានឃើញមុខគ្នាតែម្ដងអីប៉ុន្តែពេលនេះគឺថាបញ្ញាខ្លាំងមែនតែក្មេងតូចទ្រាំលេខបានគឺលេខអាចទេណាក៏ចាប់ផ្ដើមទៅព្រុសតែម្ដងទូប្រុសបើកទ្វារចូលមកភ្លាមបែរជាឃើញថាគ្មានមនុស្សណាទៅទេស្អាតតែម្ដងណាពេលដែលផឹងហើយគឺថាចាប់ផ្ដើមពុកម្ដាយនេះខឹងជាមួយទូប្រុសខ្លាំងខំបង្កើតបរិយាកាសនេះឲ្យជួបគ្នាណាឲ្យស្គាល់គ្នាទៅវិញទៅមកហើយតែនាងនេះនិយាយសិនវ័យវាចាប់ផ្ដើមឃើញទៀតសិននិយាយវ័យនេះគាត់ថាឃើញទូប្រុសរបស់យើងនេះកំពុងស្ងាត់តែឯងអញ្ចឹងទៅប្រហែលជារកប្រពន្ធមិនទាន់ឃើញនោះទេឥឡូវចាត់ការមុនប្រពន្ធតែម្ដងណាដល់ពេលអញ្ចឹងនេះដើរតាមទូប្រុសរបស់យើងបើកទ្វារខ្វាក់ទូប្រុសថាហេអីចូលមកគាត់មិនអនុញ្ញាតទេណាដល់ពេលនេះនោះគាត់ថាអីទេគេនៅតែមកផ្លេទេបាញ់ស៊ីតជាមួយនឹងស្ព្រេមួយនោះទៅទូប្រុសសួរថាស្ព្រេស្អីហ្នឹងនាងគាត់ថាគ្មានស្អីទេគ្រាន់ថាក្នុងធំក្លិនរីអាក្រក់អញ្ចឹងណាអញ្ចឹងទូប្រុសគាត់ថាឥឡូវចោះទៅឈប់និយាយច្រើនណាទូប្រុសរបស់យើងនេះគាត់ថាគាត់ចាប់ដើមយកនាងនេះទៅកាន់មន្ទីរពេទ្យឈួតតែម្ដងឯនេះគេល្បិចច្រើនដែរអញ្ចឹងទៅទូប្រុសរបស់យើងអត់ខ្វល់លេគឺតម្លាក់ចូលមន្ទីរពេទ្យឲ្យមកព្រុយឲ្យចាប់ដើមអត់ក្តៅខ្លួនឆ្ងល់ខ្លួនឯងខ្លាំងមែនតើហេតុអីក្តៅខ្លាំងយ៉ាងនេះណាហូបពេលនោះក្តៅខ្លាំងមិនទៅផ្ទះឥឡូវមករកទូស្រីរបស់យើងដែលទូស្រីនេះកំពុងរងចាំឡានតាក់ស៊ីដែរហើយគាត់ថាចាប់ដើមហៅទូស្រីរបស់យើងចូលឡានទៅគាត់ដឹកទៅតែនេះបំណងណាគឺថាធ្វើស៊ីទូស្រីរបស់យើងនឹងឯងទូស្រីឃើញមិនស្រួលអញ្ចឹងទៅក៏នាំទូប្រុសរបស់យើងទៅកាន់ស្ថានភាពមួយឲ្យគាត់សម្រាប់បានស្រួលសិនតែនេះគាត់ថាចាប់ដៃទូស្រីរបស់យើងទាញមកតែម្ដងហើយរត់ថើបណាទូស្រីក៏សួរថាដឹងតែគាត់ជាអ្នកណាដែរអត់ទូប្រុសក៏ថាគាត់ដឹងហើយគាត់អាចថើបទូស្រីបានដែរអត់ពេលនោះទូស្រីក៏ប្រហើញមួយយប់នេះជាមួយទូប្រុសរបស់យើងតែម្ដងតែដល់ពេលព្រឹកឡើងនេះទូស្រីរបស់យើងនេះគឺថាជួបក្មេងតូចរបស់យើងភ្លាមនេះគឺថាក្មេងតូចក៏សួររកឪពុកតែម្ដងណាឪពុករបស់គាត់គឺជាអ្នកណាទាំងតែគាត់ដឹងហើយថានេះទូប្រុសរបស់យើងនឹងឯងឲ្យទូប្រុសនេះវិញណាគឺបានដាប់បាយជាមួយទូស្រីបែបនេះហើយគឺអារម្មណ៍តែដងចាប់ផ្ដើមចង់សារភាពស្នេហ៍ទៅកាន់ទូស្រីហើយមកសួរមិត្តភ័ក្តិនេះលោកគ្រូពេទ្យនេះតែធ្វើមិនទៅនេះដើម្បីសារភាពស្នេហ៍គេបានណាគ្រូពេទ្យថាមានអីពិបាកនេះគ្រាន់និយាយចាំដាក់គេទៅតែទូប្រុសនេះវិញមិនដែលមានស្នេហាអញ្ចឹងក៏សួរចំអ្នកមានបបិសោតក៏ខឹងមួម៉ៅតែម្ដងណាប៉ុន្តែទូប្រុសក៏គេនៅតែបន្តស៊ូគេអញ្ចឹងហើយលោកគ្រូពេទ្យនេះវិញណាយប់ហើយគាត់នៅធ្វើការអញ្ចឹងក៏ខាងគេកលិនឧបថៈគេក៏បានយកលេខទូរស័ព្ទមួយណាតាក់ទងទៅដែលជាកូនស្រីរបស់តួស្រីរបស់យើងនឹងឯងគាត់មានជំងឺខ្លះក្នុងរាងកាយណាអញ្ចឹងក៏ដឹងថាតួស្រីនេះលេខទូរស័ព្ទហ្នឹងនេះគឺជាលេខប្រពន្ធរបស់តួប្រុសរបស់យើងហ្នឹងដែលត្រូវរកឃើញនឹងតែម្ដងប៉ុន្តែពេលទៅហ្នឹងគឺប្រឡុកចោលគាត់ធុញខ្លាំងណាបើដឹងជាតណាអ្នកនេះមកខលចេះទៅពីវាអញ្ចឹងទៅគាត់ក៏ថាមនុស្សឈួននឹងឯងពេលហ្នឹងគឺថាតួប្រុសរបស់យើងក៏យកពេលហ្នឹងក៏ជាការសុំសារភាពស្នេហ៍ទៅកាន់តួស្រីចំតែម្ដងទៅគាត់ថាគាត់ចង់ទទួលខុសត្រូវទៅលើតួស្រីរបស់យើងព្រមបើកចិត្តដែរអត់ណាតែតួស្រីនឹកឃើញថាខ្លួនឯងធ្លាប់ដាំបាយជាមួយបរិសម្នាក់ធ្វើឲ្យខ្លួនឯងធ្លុយមានកូនមួយអញ្ចឹងណាគាត់មិនចង់ជិះរឿងដដែលនោះទេត្រូវបានគេចោលគាត់ដដែលណាអញ្ចឹងទៅវាដិតដានក្នុងចិត្តគាត់ខ្លាំងគាត់ថាមិនអាចសមនោះទេគាត់សុំពេលគាត់សិនគាត់ថាដើរតាមផ្លូវជាមួយកូនរបស់យើងចូលក្នុងផ្ទះនេះទៅគាត់សួរកូនថាគាត់នេះចង់បានឪពុកថ្មីដែរអត់គាត់ថាក្មេងតូចនេះគេនិយាយចំតែម្ដងជាលពូនឹងបែរដែរអត់ប៉ដល់ពេលថៃទៅឥឡូវនេះក្មេងតូចគេថាគេព្រមតា
ដោយសារអីលោកពូសង្ហាយមានលុយទៀតយើងមិនបាច់ហត់ទៀតទេណាអញ្ចឹងក៏ដើរចោះដើរឡើងនេះក៏ជួបជាមួយនឹងលោកយាយតែម្ដងលោកយាយនេះក៏គាត់មកទីនេះក៏គាត់មកសួរសុខទុក្ខទួស្រីរបស់យើងហើយក៏គាត់សុំឲ្យទួស្រីនេះក៏ធ្វើជាកូនប្រសាគាត់ទៀតតែទួស្រីគេបញ្ជាក់ឲ្យគេមានមិត្តប្រុសហើយអញ្ចឹងហើយគេអត់ចង់ឲ្យលោកយាយនេះចាំទៀតទេតែថ្ងៃមុននោះហ៊ានប្រាប់ដោយសារតែគាត់ខ្លាចចិត្តណាតែពេលនេះក៏ប្រាប់ទៅលោកយាយក៏គាត់ថាអីដែរគាត់គិតថាទួស្រីរបស់យើងធ្វើតាមចិត្តគាត់បានណាពេលនោះនាងនោះក៏ឆ្លាក់កាំងមកទៀតនិយាយថាដូចសម្អោតូតាមប្រាណអញ្ចឹងនាងក៏ប្រាប់ថាចាលោកយាយដឹងរឿងមួយដែរអត់ដែលទួស្រីនេះមិនមែនជាមនុស្សល្អទេគាត់នេះគឺធ្លាប់មានរឿងអស្ចារ្យជាច្រើនគួរឲ្យខ្លាចខ្លាំងមែនតើណាគឺធ្លាប់ធ្វើការនៅក្នុងកន្លែង KTV នេះក៏លក់ខ្លួនឯគេគឺថាបានដាក់បាយជាមួយបរិររហូតដល់ធ្លាយមានកូនមួយបែបនេះណាប៉ុន្តែលោកយាយគាត់ខ្វល់គាត់ថាវាជារឿងអតីតរបស់ទួស្រីសំខាន់ទួស្រីគឺជាមនុស្សល្អដែលបានជួយសង្គ្រោះជីវិតគាត់អញ្ចឹងហើយអ្នកដែលលៀបពណ៌នេះគឺថាមិនចង់បានទេមិនចាំទេគឺថាគាត់នឹងឯងគឺត្រូវតែកំចាត់ជាមួយនាងសិនជីវីនេះចេញតែម្ដងគឺមិនឲ្យធ្វើជាកូនប្រសាហ្មងណាហើយទួប្រុសនេះក៏ដោយគ្នាដែរឥឡូវនេះគឺថារងចាំជាមួយនឹងការសារភាពស្មែរបស់ទួស្រីយើងបន្តទៀតនេះក៏អត់បានដែរគឺរយៈពេល3ថ្ងៃគឺទៅរកទួស្រីហើយប៉ុន្តែថ្ងៃនេះទួស្រីរបស់យើងនេះក៏បើកទ្វារកាត់ទទួលប្រុសរបស់យើងមករកណាតែបើជាឃើញថាមនុស្សប្រុស2នាក់នេះមកយកដល់ភ្លាមគឺចាប់ផ្ដើមកាន់កបិតកាន់អីមកគម្រាមទួស្រីរបស់យើងតែម្ដងតែនេះទួស្រីមានអាណាធំមួយដែរនេះពួកនេះក៏ខ្លាចតែម្ដងណាតែក៏ថាទួប្រុសដើរចូលមកដល់ទៅក៏សួរនាំតើមានបញ្ហាអីកើតឡើងហើយអីមកចង់មកសម្លាប់ទួស្រីណាតែពួកគេថាគេមិនចង់សម្លាប់នោះទេប៉ុន្តែគាត់តែចង់ធ្វើឲ្យគាត់ភ័យខ្លាចហើយចាក់ចេញទៅនោះហើយអ្នកដែលបញ្ជានឹងគឺយើងសិនជីវីនឹងឯងអញ្ចឹងទួប្រុសក៏រៀបចំជាមួយគាត់ល្បីទៅណាពាក់នាងនោះឲ្យមកដល់ផ្ទះភ្លាមហើយទួប្រុសរបស់យើងនេះគាត់ដឹងទេថាឪពុករបស់គាត់ក៏បានហៅឲ្យគ្រូពេទ្យនេះជាមិត្តភក្តិទួប្រុសសើបមើលតើកូនស្រីរបស់គាត់នេះដែលជាកូនប្រសានៅទីណាអញ្ចឹងណាពេលដែលសើបដឹងហើយឃើញមុខច្បាស់តែម្ដងគឺថាជានិស័យដែលជាទួស្រីរបស់យើងជាអ្នកជួយសង្គ្រោះជីវិតលោកយាយតែម្ដងណាក៏ទៅផ្ទះភ្លាមនឹងឯងតែពេលនេះក៏ជួបជាមួយនាងសិនជីវីមុនគឺចាប់ផ្ដើមទួប្រាប់ហើយគាត់ថាហេតុអីធ្វើទៅមើលបែបនេះទៅលើទួស្រីក៏ប្រាប់ហើយតើតំណែងតំណពួកយើងអត់មានអីជាមួយគ្នាទេទួប្រុសក៏មិនចុះចិត្តនាងដែរណាតែនាងនោះណានៅតែរឹងអញ្ចឹងចេះក្បាលតែម្ដងក៏ពេលនេះគឺចាប់ផ្ដើមអ្នកភូមិនេះឮសម្រឹកជើងអ្នកមានដើរចូលមកដល់ភ្លាមនេះក៏ឃើញថាគឺជាលោកតាដែលកំពុងតាមរងជាមួយកូនប្រសាស្រីរបស់គាត់ប្រហែលជាផ្ទះហ្នឹងហើយណាពេលនោះហើយនាងនេះគេចាប់ផ្ដើមបង្ហាញភ័ស្តុតាងទៅកាន់ទួប្រុសថាពេលនេះគាត់មានឯកសារមួយបញ្ជាក់ច្បាស់ថាទួស្រីណាគឺមនុស្សស្រីចរិតថោកបែបណាដែលគាត់នេះធ្វើអីខ្លាំងនៅក្នុងឯកសារនេះគឺបង្ហាញការពិតហើយនៅកន្លែង KTV ឈ្មោះអីនេះប្រាប់ទួប្រុសទាំងអស់ទួប្រុសឮបែបនេះហើយណារឿង5-6ឆ្នាំមុននេះគឺដូចជាមួយគាត់ខ្លាំងមែនទែនទួប្រុសពេលនោះក៏សង្ឃឹមមុខមាន់តែម្ដងបើឯកសារនេះគឺថាមកសម្បើហ្មងណាគឺមានរូបភាពជាប់ជាមួយទៀតដែលរូបភាពនោះគឺជារូបភាពទួប្រុសរបស់យើងនឹងឯងអញ្ចឹងហើយមិនសង្ស័យច្រើនទេពួកគេនេះគឺជាប្តីប្រពន្ធហើយមានកូនជាមួយគ្នាតែម្ដងអញ្ចឹងអ្នកដែលតាមធ្វើបាបទួស្រីនេះគេបានសម្រេចទេហើយខាងនេះជំនួយការរបស់នាងនឹងនេះវិញណាគេវិថាល្ងងខ្លាំងមែនទេនេះគេថាមិនបាច់រោទេគេថាជំនួយការបែបនេះគេបណ្ដឹងចេញហ្មងណាពួកអីគ្នាប្រាប់គេទេថាអ្នកក្នុងកណ្ដាលនេះជាប្តីរបស់ទួស្រីគឺជាអ្នកណាឥឡូវនេះវាច្រកអស់ហើយខ្មាស់គេខ្មាស់ឯងនេះខ្លួនឯងអ្នកមានដែរប៉ុន្តែថោកណាតាមតង់ជើងគេដែលគេមានប្តីមានប្រពន្ធហើយនេះតែសំខាន់ឥឡូវទួស្រីអត់ខ្វល់ច្រើនទេចូលក្រុមគ្រួសាររបស់ទួប្រុសក៏មានទ្រព្យមានសម្បត្តិអីច្រើនហូរហែខ្លាំងមែនទែនគឺគាត់បានផ្ដល់ច្រើនលើសលប់រហូតដល់ទួស្រីនេះគឺមិនអាចបោះយាយបានតែម្ដងហើយប្រហែលឆ្នាំក្រោយនេះទួស្រីក៏មានកូនភ្លោះជាមួយទួប្រុសពេលនេះណាគឺថាសិតម្ដាយខ្លានេះក៏ចូលខ្លួនតែម្ដងគឺចាប់ផ្ដើមគឺថាធ្វើបាបទួប្រុសរបស់យើងនេះសងសឹកនៅពេលដែលទួប្រុសគ្នាបានមើលថែទួស្រីកំឡុងពេលដែលគាត់ពិបាកណា